បាទខ្ញុំបាទសូមជម្រាបសួរពុកម៉ែមីងទាំងអស់គ្នាបាទនៅក្នុងថ្ងៃនេះពុកម៉ែមីងគឺថ្ងៃទី13បាយនៅក្នុងថ្ងៃនេះផងដែរពុកម៉ែមីងបាទគឺខ្ញុំបាទមានសុបិនចែកជូនទៅកាន់ពុកម៉ែមីងផងដែរបាទចឹងនៅក្នុងសុបិនរបស់ខ្ញុំហ្នឹងគឺខ្ញុំវាទៅទិញកគេពុកម៉ែមីងបាទហើយដូចខ្ញុំជិះឡានតែបាទអត់ឃើញស្កាត់ពេលជិះឡានណាបាទគាត់ដឹងថាយើងបានដូចជាជិះឡានទៅទិញកគេហ្នឹងទៅបាទចឹងនៅក្នុងពេលទិញកហ្នឹងអឺគិតលុយឲ្យគេដូចជាអស់80000ពុកម៉ែមីងហើយខ្ញុំក៏មានទៅដែរ50000ហើយខ្ញុំបាញ់ឲ្យគេ30000ថែមអីចឹងណា35000ពុកម៉ែ35000បាញ់35000បន្ថែមចឹងវា35000ហើយយើងមិនទិញទាំងកនៅក្នុងនោះក៏មានទិញសាច់ជ្រូកដែរហើយសាច់ជ្រូកឮថា1គីឡូ18000ពុកម៉ែមីងណាបាទចឹងសរុបលុយទៅខ្ញុំអស់ប៉ុណ្ណឹងខ្ញុំត្រូវបាញ់ឲ្យគេប៉ុណ្ណឹងបាទអញ្ចឹងមានកផងមានសាច់ជ្រូកផងហើយយើងអត់ទាន់បានឃើញដល់ពេលយើងយកដាក់ឡានអីទេពុកម៉ែមីងបាទគាត់តែយើងបានគិតលុយហើយយើងបាញ់លុយឲ្យគេអីប៉ុណ្ណឹងទៅបាទតែអញ្ចឹងមានប៉ុណ្ណឹងចែកជូនទៅកាន់ពុកម៉ែមីងនៅក្នុងថ្ងៃនេះជូនពរពុកម៉ែមីងហេងទាំងអស់គ្នា